ជាលើកដំបូងដែលជីតារបស់ខ្ញុំបានឃើញផ្កាឧត្តមបារម្ភគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានឲ្យខ្ញុំថតរូបរបស់ពួកវាគាត់បានប្រាប់ខ្ញុំថាផ្កានេះមើលទៅផុយស្រួយពណ៌សសុទ្ធហើយនៅពេលអ្នកក្រឡេកមើលឲ្យជិតអ្នកអាចមើលឃើញផ្កាតូចៗនីមួយៗយ៉ាងច្បាស់ចម្លែកណាស់ផ្កានេះដុះនៅលើរនាំងដែកនៃបង្អួចក្នុងផ្ទះរបស់ពួកយើងគ្មានអ្នកណាដឹងថាវាលេចចេញតាំងពីពេលណាទេប៉ុន្តែលោកតាជាអ្នកដែលបានប្រទះឃើញវាមុនគេនៅពេលដែលពន្លឺព្រះអាទិត្យចាំងមកលើពួកវាផ្កានីមួយៗមានពន្លឺដូចគូកខ្យងមុននោះខ្ញុំធ្លាប់បានប្រាប់គាត់អំពីរឿងព្រេងនៃផ្កាឧត្តមបារម្ភនេះលោកតាមានការចាប់អារម្មណ៍ចំពោះផ្កាឧត្តមបារម្ភនិងមានប្រាថ្នាចង់ឃើញវានៅថ្ងៃណាមួយនៅថ្ងៃដំបូងដែលលោកតាបានចាប់ផ្ដើមអានសៀវភៅជួនហ្វាឡុនដែលជាសៀវភៅមូលដ្ឋានរបស់ Falun Dafa លោកតាក៏ប្រទះឃើញផ្កាឧត្តមបារម្ភបានដុះនៅលើរនាំងដែកនៃបង្អួចពួកវាតូចៗល្អិតៗមានពណ៌សហើយតាមរយៈពន្លឺព្រះអាទិត្យដែលចាំងលើពួកវាធ្វើឲ្យពួកវាមានពន្លឺដូចគូកខ្យងអ្វីដែលហាក់ដូចជាគ្រាន់តែជារឿងព្រេងមួយនៅក្នុងសៀវភៅសាសនាបុរាណឥឡូវនេះវាបង្ហាញនៅចំពោះមុខគាត់វាលើកទឹកចិត្តគាត់យ៉ាងខ្លាំងខ្ញុំនៅតែជឿថាយឺតមិនដែលហួសពេលទេដល់អាយុចាស់ហើយក៏នៅមានពេលវេលាអាចជួបព្រះធម៌ពិតក៏នៅមានពេលវេលារកផ្លូវត្រឡប់ទៅវិញគ្មានអ្វីប្រសើរជាងព្រះធម៌ទេថ្ងៃនេះលោកតាខ្ញុំនិងខ្ញុំបានអានសៀវភៅជួនហ្វាឡុនដែលជាសៀវភៅឋានសួគ៌ដែលគ្រប់គ្នាគួរតែអានយ៉ាងហោចណាស់ម្ដងក្នុងជីវិតចែករំលែកដោយម៉ៃអ្នកប៊ូហាត់ Falun Dafa